យើងសពថ្ងៃនៅតែថ្ងៃចាំតាខ្ទេចតាមិនព្រះអង្គថាអញ្ចឹងចាំមើលក្របកភ្លើងក្របអាវុធដែលគេធ្វើឡើងក្នុងលោកសពថ្ងៃគេដាក់តែមកក្របមកស្មាយើងរត់រួចមើលពីណាតែគាត់បើរត់ក្របខ្លះមកទ្វីបអីចឹងតែកន្លះទ្វីបអីកិច្ចអីដែរហើយទាំងអស់នោះពីណាបកើតមនុស្សមិនបានមនុស្សបកើតមកពីមនុស្សប្រព្រឹត្តធម៌ជាអន្តរាយកៈឲ្យគ្នាដំបូងបកើតគ្រាន់តែចង់គម្រាមកំហែងគ្រាន់បើជាងគ្នាទេប៉ុន្តែដល់ទៅពេលកពុលមុខមែនតែនទៅក៏យកទៅបាញ់បហាគ្នាតែឲ្យអន្តរាយទាំងអស់គ្នាចឹងអត់គ្រាន់ទេចឹងហើយបានមនុស្សកុំបីមានសេចក្តីប្រមាទគ្នាស្អប់ក៏ដោយស្រឡាញ់ក៏ដោយទុកទៅក្នុងពោះតែកាលណាយើងទៅចេញជាវិជ័យតាមវិជ័យទ្វាតាមកាយទ្វាទៅធ្វើឲ្យសង្គមមនុស្សនោះវាសម្បូរដោយអន្តរាយកៈធម៌សេចក្តីបន្ទុះទាំងនឹងគ្នាធម្មធាតុដែលត្រង់ហ្នឹងក៏វាញ៉ាំងសេចក្តីអន្តរាយឲ្យតាមនឹងដែរហើយជាតិហ្នឹងវាទុកបាក់អញ្ចឹងជាតិទៅមុខទៀតហ្នឹងក៏វាមិនប្រកបទៅស្រួលជាងហ្នឹងទេក៏មិនប្រកបថាពិបាកជាងហ្នឹងដែរប្រសិទ្ធតែរឿងមិនទៀងព្រោះសេចក្តីប្រែប្រួលវាមានជាធម្មតាអញ្ចឹងហើយទើបសូមឲ្យយើងធ្វើបុណ្យធ្វើកុសលហ្នឹងប្រាថ្នានៅព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងលោកទាំងឡាយអើយខ្ញុំកណាចេះតែដាស់តឿនថាចានៅសល់ព្រះសម្មាសម្ពុទ្ធមួយអង្គទៀតដែរក្នុងបទកັບយើងនេះគឺព្រះអរិយមេត្រីដែលព្រះអង្គជាព្រះពុទ្ធមួយអង្គត្រាស់ដឹងចុងបទកັບនេះត្រៀមនឹងត្រាស់ដឹងអញ្ចឹងហើយបើសិនតែយើងមិនទាន់ព្រះសម្មាសម្ពុទ្ធអង្គនឹងទេណាចាំព្រះសម្មាសម្ពុទ្ធក្រោយទៀតយូរណាស់ព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីអស់ពីព្រះអង្គទៅក្នុងអំពីអនាគតពុទ្ធវង្សបញ្ជាក់ថាត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបន្ទាប់ពីព្រះសម្មាសម្ពុទ្ធអរិយមេត្រីនឹងលោកបរិនិព្វានទៅផែនដីនឹងវាត្រូវបណ្ដោរធានទៅឆេះខូចខាតទៅហើយត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបណ្ដិតផែនដីនឹងវាកើតហើយវាឆេះហើយវាកើតហើយវាឆេះក៏តិចខ្ទីនឹងអស់មួយអសង្ខ័យដងទៀតទើបដល់ផែនដីទីមួយសែននឹងបានមានមួយអសង្ខ័យនឹងទើបតែមានព្រះសម្មាសម្ពុទ្ធចាប់ផ្ដើមបាត់ត្រាស់ព្រះអង្គទៅទៀតយូរប៉ុណ្ណាមិនមួយអសង្ខ័យឆ្នាំទេណាមួយអសង្ខ័យផែនដីពួកផែនដីហ្នឹងតាំងនៅមានធរៈវេលាឆេះកំតិចមានធរៈវេលាហើយស្ងប់រងាប់មានធរៈវេលាក៏កើតវិញមានធរៈវេលា4ដងនេះស្មើគ្នាបានន័យថាបើតាំងនៅបានប្រមាណឆ្នាំចំណាយពេលឆេះខ្ទេចខ្ទីហ្នឹងប្រហែលឆ្នាំវិញហើយចំណាយពេលស្ងប់រងាប់នឹងប្រហែលឆ្នាំវិញហើយបានចាប់ផ្ដើមកកើតរហូតដល់សត្វលោកអាចរស់នៅវិញប្រហែលឆ្នាំវិញទៅអញ្ចឹង4ដងហ្នឹងមានធរៈវេលាស្មើគ្នាហៅថាមួយមហាកັບហើយមកចន្លោះធរៈវេលាហ្នឹងហៅថាមួយកັບមិនដែលរាប់ឆ្នាំមិនចេញទេព្រោះកណនីក្នុងឆ្នាំខ្លះថាមានដល់4000លានអសង្ខ័យ100,000ឆ្នាំហើយមិនទាន់បានមកកាប់ផុតក្នុងធរៈវេលាខ្លះវាមានយូរវែងទៅតាមដូចផែនដីយើងសពថ្ងៃនេះយូរមិនដេចបានយូរព្រោះផែនដីនេះមានលទ្ធភាពត្រង់ព្រះសម្ពុទ្ធដល់តែ5អង្គដែលអញ្ចឹងយូរតែផែនដីខ្លះមានលទ្ធភាពត្រង់ព្រះសម្ពុទ្ធតែមួយអង្គទេដល់តែអញ្ចឹងព្រះអង្គត្រាស់ដឹងទៅចាប់ផ្ដើមរស់រយដល់ធានឆេះបន្តិចទៅកើតថ្មីប៉ុន្តែកាប់ខ្លះត្រ2អង្គកាប់ខ្លះត្រ3ត្រ4ត្រ5ប៉ុន្តែកាប់ដែលត្រលើសពី5មិនមានទេព្រោះផែនដីមិនអាចមានអាយុវែងរហូតដល់ត្រពុទ្ធត្រាស់6អង្គបានទេគឺតែអស់ត្រឹម5ហ្នឹងណានឹងគឺតែផែនដីដែលតែអាយុវែងជាងគេជាងឯងផែនដីដែលអាយុខ្លីគឺផែនដីដែលអត់ព្រះពុទ្ធត្រាស់ដែរក្នុងឆាប់កើតឆាប់វិនិច្ឆ័យដែរព្រោះសត្វលោកប្រព្រឹត្តធម៌តែអកុសលទៅមិនមានធម្មជាតិល្អត្រង់ដោយមនុស្សវាអត់បរិភោគអាហារចំណីតែមានជីវជាតិទេបរិភោគតែគ្រឿងបំផ្លាញសុខភាពតែអញ្ចឹងទៅវាឆាប់ស្លាប់អញ្ចឹងដែរដល់ផែនដីហ្នឹងដូចគ្នាបាត់មានមនុស្សត្រាស់ដឹងក្នុងលោកនឹងទេឆាប់ខូចឆាប់នេះប៉ុន្តែដល់តែមានពុទ្ធត្រាស់ដឹងដល់តែ3 4ឡើងហើយទៅថាត្រូវត្រង់នៅគុណធម៌នៃព្រះសម្ពុទ្ធនឹងឲ្យមនុស្សលោកក្នុងសម័យនឹងទៅបានយូរអញ្ចឹងយើងនៅសល់ពេលមួយអង្គទៀតដែរដើម្បីប្រាថ្នាញោមស្រីក៏ដែរភិក្ខុនៃមានតាសម័យពុទ្ធកាលហ្នឹងដែរបំពាយៈសោតរាផាត់ទា
កច្ច័យណាធេរីអីសិតតែភិក្ខុនៃកេសាកោតមីវិជាបតិកោតមីសិតតែភិក្ខុនៃតាបដាចាធេរីអីសិតតែភិក្ខុនៃតាមានតែអីតែភិក្ខុខុនៃក៏មានដែរអញ្ចឹងធ្វើបុណ្យប្រាថ្នាទៅកុំឲ្យវាលិចលិចអញ្ចឹងនឹងជើងហត់ណាមិនដល់តែច្រើនជាតិទេមើលតែមួយជាតិនេះតាអស់លោកកើតពីក្មេងមកស្រួលបន្តិចទៅបាក់ទៅណាស្ថានភាពស្រុកទេសផងណាស្ថានភាពមនុស្សដីប្រពន្ធកូនផងថ្ងៃនេះសប្បាយទៅក៏សប្បាយទៅថ្ងៃនោះព្រាត់ប្រាសនិរាសចាក់គ្នាក៏កើតទុកទៅថ្ងៃនឹងគេសរសើរទៅក៏សប្បាយទៅស្អែកគេជេរពេចផ្ដាសាទៅក៏កើតទុកទៅថ្ងៃនឹងជួបរឿងគប់ចិត្តទៅក៏សប្បាយទៅថ្ងៃស្អែកជាប់រឿងមិនគប់ចិត្តទៅក៏កើតទុកទៅអត់ហត់ទេហត់ដែរបើអាត្មាហត់ដែរហត់មែនណាហើយបើយើងថាធុញរត់បំផុតនៅបើសិនតែគេដាក់ថាចេញពីនឹងទៅ 5000 គីឡូមានកន្លែងសុកបែបนั้นនេះរត់ទៅអត់អស់ហ្នឹងសំលុយបានគ្រប់គ្នានឹងបែបរត់ទៅនោះអស់ហើយរត់ទៅកន្លែង 5000 គីឡូឬគេថាសុកនោះអត់ហើយទៅរត់បំផុតណាសុកនោះវាបានតែមកគ្រាទៅទៀតនោះទុកចេះតាមមកជួលទៅកន្លែងសុកហ្នឹងអត់សុករត់មកអាទុកនឹងវិញទៅក៏មានរឿងហ្នឹងហត់ណាបាទពិតមកអ្នកណាមិនដឹងទេក៏ខ្ញុំកណ្ដាលថាអូយពេញណាស់ហត់ណាស់អញ្ចឹងកិច្ចទៅណាមានតែខំកសាងកុសលកសាងប្រយោជន៍ដើម្បីឲ្យបានទាន់ព្រះសម្ពុទ្ធទៅបានឆាប់រួចចាកទុកអញ្ចឹងបានណាព្រះមាលីតថេលោកទូលសួរនោះណាទូលសួរទៅណែព្រះបរមពុទ្ធិសត្វពីសន្តសិទ្ធទេវបុត្រដែលជាតួអង្គព្រះអរិយមេត្រីតែបើសត្វលោកចង់ទាន់ព្រះអង្គធ្វើម៉េចទៅព្រះអរិយមេត្រីថាស្ដាប់ទេសនាមហាជាតិទៅធ្វើទេសនាមហាជាតិទៅព្រោះព្រះពុទ្ធហ្នឹងព្រះអង្គជាពុទ្ធអង្គគលទេប៉ុន្តែដល់តែយើងទៅរលឹកប្រវត្តិសាវតាព្រះអង្គហាក់បីដូចយើងជាញាតិជាផៅនឹងព្រះអង្គអញ្ចឹងណាហាក់បីដូចយើងនឹងធ្លាប់ជាញាតិជាផៅជាពងជាវងជាសន្តាននៃពុទ្ធអង្គគលមណ្ឌលសារពេជ្ជដាញាណអញ្ចឹងទៅរលឹកនៅពុទ្ធប្រវត្តិរបស់ព្រះអង្គដែលព្រះអង្គកសាងមហាបារមីក្នុងជាតិមួយអញ្ចឹងហើយបូតជាដោយពលីការ1000អញ្ចឹងបានខ្ញុំកណាសួងកាលប្រហែលខែមុនថាយើងក៏បីធ្វើម្ដងទៅអីเราប្រងព្រៀងគ្នាធ្វើហើយធ្វើនៅលំវែកហ្នឹងណាដីវាធំធ្វើនៅវត្តសុទ្ធហ្នឹងគេនៅដីទូចពេកបាដាក់ឡានដាក់ម៉ូតូអីនោះណាធ្វើនៅលំវែកហ្នឹងហើយថ្ងៃទី11 12 13ខែ12ហើយយើងបូជាដោយពលីការមួយមុខ1000មួយមុខ1000ញ៉ែព្រះអង្គធ្វើអីច្រើនដែរមួយមុខ1000អត់គ្មានច្រើនទេផ្លែឈើបតពមក1000ផ្លែអញ្ចឹងទៅសេរី1000ផ្លែអញ្ចឹងទៅស្រួលហ្នឹងគ្រាន់តែលោកទេសចប់ហ្នឹងចែកតែគ្នាវិញហ្នឹងមិនគ្រាន់ផងទេ1000ហ្នឹងហ្នឹងហើយមិនបានធ្វើអញ្ចឹងថាមកពីដើមហេតុព្រះមាលីព្រះអង្គហោះពីចម្ពោះទ្វីបយើងទៅសួរថាធ្វើម៉េចធ្វើបុណ្យអីឆាប់បានទាន់ព្រះអង្គព្រះពោធិសត្វលោកប្រាប់ថាធ្វើទេសនាមហាជាតិទៅហើយបូជាដោយគ្រឿងពលីការមួយមុខ1000ទៅឆាប់បានទាន់យ៉ាបានព្រះមាលីលោកសួរទៅទៀតចុះបើអត់មានដល់មួយមុខ1000ថាបូជាតាមលទ្ធភាពទៅហើយចុះបើអត់មានលទ្ធភាពធ្វើទេសនាមហាជាតិអញ្ចឹងនាំគ្នាខំរក្សាសិលភាវនាទៅនេះលោកបថយមកអញ្ចឹងដែរប៉ុន្តែបើយើងក៏លេខទៅថាលទ្ធភាពយើងសពថ្ងៃទៅរួចទេបើធ្វើមកធ្វើបុណ្យទេសនាមហាជាតិឲ្យបូជាដោយពលីការមួយមុខ1000ហើយគ្រប់1000មុខណាមកថាយើងមិនទាន់អត់លទ្ធភាពអីទេហើយពេលខ្លះហ្នឹងតែមិនបានឡានគេមួយគ្រឿងទេចំណាយទៅប៉ុណ្ណឹងនោះដឹងថាប៉ុន្តែយើងមិនមែនធ្វើតែឯងអីណោះយើងធ្វើរួមគ្នាទៅតែបើមានលោកណាមានសទ្ធាធ្វើតែឯងហ្នឹងក៏វិញបានហើយមិនហ៊ានទេប៉ុន្តែតែលោកណាមិនមានលទ្ធភាពនោះតាឧទាហរណ៍ដែលយើងក៏អត់មានថវិកាដល់ទៅធ្វើផ្លែឈើអី1000យើងណាធ្វើតសក់បូជាតសក់1000ផ្លែទៅអស់ប្រមាណទេណា3 4 10ម៉ឺនបែបគ្រាន់តែដឹងចុះព្រះអង្គថាឲ្យបូជាមួយមុខ1000ឲ្យគ្រប់1000មុខអញ្ចឹងស្អីក៏បានដែរតសក់1គីឡូទៅ3 4 5 20ផ្លែដែរណាដែរណា10 20គីឡូទៅគ្រប់1000មកដែរយើងធ្វើតាមបណ្ដាំដែលលោកផ្ដាំមកហើយយើងយកមកបូជាណាតា
តែបើអត់ទេយើងទិញទឹកសុក1000ដបមកបូជាគេដែរទៅបានប៉ុនរបស់យើងដែរបើយើងថាទេវាចំណាយច្រើនមិនច្រើនទេខ្លះទៅគាត់មានផ្កាជាប៉ាទៅគាត់បេះផ្កាជាប៉ាគ្រប់តែ1000ផ្កាមករួចបាត់អញ្ចឹងយើងបោកមួយមុខឲ្យតែបាន1000មុខមកយើងឈ្មោះថាធ្វើតាមលំអានដែលលោកប្រាប់យើងណាអញ្ចឹងយើងទទួលយកអានិសង្សទៅដល់លោកប្រសង់លោកទេសនាហើយគ្រឿងទាំងអស់ហ្នឹងយកទៅណាគេមិនដែលទុកចោលទេយកទៅចែកគ្នាទៅខ្លាចតែមិនក្រាន់គ្នាវិញផងនោះអញ្ចឹងមើលលោកទាំងឡាយចង់ធ្វើទេធ្វើម្ដងទៅហីហ្នឹងហើយព្រោះហ្នឹងមិនមែនអាត្មាចេះតែលើកមកថាទេណាមានគម្ពីរដីកាមដែរក្នុងមាលីអសូតនោះទុកបញ្ជាក់អញ្ចឹងហើយទេសនាមហាជាតិទៅបូជាដោយពលីការ1000អញ្ចឹងយើងនាំគ្នាធ្វើប្រាថ្នាធ្វើអីប្រាថ្នាឲ្យតន់ព្រះអរិយមេត្រីព្រះអង្គមិនមែនត្រាស់ដឹងឥឡូវហ្នឹងទេសប្ថ្ងៃហ្នឹងទេមិនមែនទេនៅយូរទៀតណាព្រោះមនុស្សសប្ថ្ងៃ74ឆ្នាំអាយុខែត្រឹម74ឆ្នាំកន្លះសប្ថ្ងៃអញ្ចឹង100ឆ្នាំដកមួយឆ្នាំចម្រងតែមនុស្សអាយុ10ឆ្នាំស្លាប់មកចំណាយពេល3000ឆ្នាំជាងទៀតអញ្ចឹងមនុស្ស3000ឆ្នាំជាងហ្នឹងដកពីឥឡូវហ្នឹង3000ឆ្នាំជាងទៀតបានមនុស្សនៅសល់អាយុ10ឆ្នាំស្លាប់អញ្ចឹងមនុស្សពេលដែលមនុស្សអាយុតិចដល់10ឆ្នាំស្លាប់ហើយមនុស្សត្រូវរងចាំការខៃឡើងបានន័យថាឡើងពី10ឆ្នាំស្លាប់ទៅ11ឆ្នាំស្លាប់ទៅ12ឆ្នាំស្លាប់រហូតរងចាំដល់មនុស្សឡើងដល់អាយុមើលអសង្ខ័យឆ្នាំវិញពេលណាមនុស្សឡើងដល់អាយុមើលអសង្ខ័យឆ្នាំហើយបានន័យថាឡើងវែងដល់កើលណាយើងសប្ថ្ងៃតែអ្នកណាអាយុ100 200ហ្នឹងកតេឥឡូវហ្នឹងចុះតម្រាំតែដល់អាយុមើលសង្ខ័យនោះយូរប៉ុណ្ណាតែយូរមែនតើដល់តែផែនដីហ្នឹងដាក់សឹកដល់មនុស្សដល់មនុស្សវែងពេកកើតមកអាកើតចេះកើតទៅតែអ្នកស្លាប់វាក្រឃើញមើលអសង្ខ័យមិនងាយឃើញអ្នកស្លាប់ទេអញ្ចឹងចាប់ផ្ដើមមានសេចក្តីប្រមាទបានកិលចុះពីមកអសង្ខ័យរហូតតម្រាំតែមនុស្សមកអាយុ80000ឆ្នាំត្រឹម80000ឆ្នាំបានព្រះសម្មាសម្ពុទ្ធអរិយមេត្រីចាប់ផ្ដើមចុះមើលនៅវិលោកបញ្ចវិលោកនៈធម៌5យ៉ាងហើយចុះមកចាប់បដិសន្ធិក្នុងព្រះគររបស់ព្រះវរមេតាឈ្មោះព្រះនាងសុព្រហ្មវតីមានបិតាឈ្មោះសុព្រហ្មព្រានមានអគ្គមហេសីឈ្មោះនាងចន្ទៈមុខីមានបរិជ្ជអរោះព្រហ្មវឌ្ឍនកុមារសោយសម្បត្តិនឹងអស់8000ឆ្នាំបានចេញទៅបួសទៅចំណាយពេលតែ7ថ្ងៃទេបានត្រាស់ជាព្រះសម្ពុទ្ធក្នុងលោកពេលនោះទៅព្រះអង្គប្រកាសសម្ដែងធម៌ហើយយើងបើយើងបានធ្វើបុណ្យពីឥឡូវបែបតន់ហ្នឹងហើយបែបតន់ហេតុអស្ចារ្យច្រើនណាស់ក្នុងសម័យនៃព្រះសម្ពុទ្ធអរិយមេត្រីនោះស្ដេចចក្រក្នុងសម័យនោះក៏កើតឡើងព្រះពុទ្ធក្នុងសម័យនឹងក៏កើតឡើងផែនដីហ្នឹងមានផ្ទៃរាបដោយសន្តានជាផ្ទៃនៃបាតស្គរអញ្ចឹងអត់តែកន្លែងណាដែលមានទន្លេហើយសមុទ្រទេក្រៅពីហ្នឹងផែនដីអត់មានខ្ពស់មានទាបអីដូចយើងអញ្ចឹងទេគឺថាស្មើដោយផ្ទៃស្គរអញ្ចឹងមានតែភ្នំហេមពៀននេះដែលតាំងនៅក្រៅពីហ្នឹងភ្នំដតីអីហ្នឹងគឺថារាបស្មើដូចជាផ្ទៃស្គរផែនដីទឹកហូរជាពីរផ្នែកបានន័យថាមួយចំហៀងហូរទៅលិចទៅមួយចំហៀងហូរទៅកើតទៅគ្រប់ស្ទឹងគ្រប់ដងអូរដែលមានគឺហូរអញ្ចឹងពីណាចង់ជិះទូកទៅក្រោមទៅជិះអាទឹកខាងហូរទៅក្រោមហ្នឹងទៅពីណាចង់ជិះទូកឡើងមកលើជិះមកខាងដែលហូរមកលើហ្នឹងទៅ10ថ្ងៃភ្លៀងម្ដងទឹកហ្នឹងគឺស្មើនឹងផ្ទៃច្រាំងនៃទន្លេនៃអូរសត្វចាបទុំលើច្រាំងឲ្យផឹកទឹកដល់អត់ប្របាក់ចុះទេមនុស្សប្រុសស្អាតដូចទេវបុត្រមនុស្សស្រីស្អាតដូចទេវតាអត់មានអ្នកខ្វិនអ្នកខ្វង់អ្នកខ្វាក់អ្នកកូនអ្នកប្លង់អ្នកខ្មៅអ្នកអីអត់មានទេអ្នកខ្លងអ្នកលមាស់ស្រែងអីអត់មានស្អាតល្អណាស់ហើយអាយុ80000ឆ្នាំ500ឆ្នាំបានពេញកន្លោះកមុំ500ឆ្នាំបានដល់វ័យរៀបការគ្រាន់តែចំណាយពេលធ្វើកូនក្មេងរត់លេងមកសបាយហ្នឹងអស់500ឆ្នាំណាមិនខ្លីទេយើងសប្ថ្ងៃត5 6តំណបានកូនក្មេងសម័យនោះផងទេហើយអត់កើតទុកអីទេព្រោះមនុស្សសម័យនោះអត់មានជំងឺទេជំងឺមានតែឃ្លានស្រែកបន្ទោបងឧច្ចារៈបាសាវៈអីទិញទុយប៉ុណ្ណេះប៉ុន្តែបើមានអត់ប្របាក់រត់ឆ្នាំទៀតស្លឹកឈើក្បែរផ្ទះឲ្យតែមានក្នុងពុទ្ធដីកាព្រះអង្គសម្ដែងនោះមិនមែនថាចេះលើកមកពុកកុហកផុតផោអីបញ្ជោអីទេគ្រាន់តែបេះយកមក
ស្រង់នៅក្លិនព្រឹកឈើដែលនៅក្បែរផ្ទះឬក៏យកមកទំពាហ្នឹងក៏អាការៈនោះស្ងប់រងាប់ដែរព្រោះបុណ្យនៃព្រះសម្ពុទ្ធផងបុណ្យនៃព្រះចក្រពត្តិបាទហើយមនុស្សលែងពិបាកក្នុងការរកទទួលទានចំនួនជួញប្រែអីហើយមនុស្សសម័យហ្នឹងអត់មានទៅនឹកឃើញទៅជួញដូរអីទេព្រោះហេតុអីបានអត់ជួញដូរព្រោះសម្បត្តិកើតឡើងពីដើមកាប់ប្រព្រឹត្តសម្រាប់រាល់សេចក្តីប្រាថ្នាដែលមនុស្សប្រាថ្នាតែថ្ងៃហ្នឹងឃើញគេពាក់មាសស្អាតម៉ូដអញ្ចឹងទៅសួរគេទៅម៉ូដអញ្ចឹងអីអញ្ចឹងទៅសុំពីដើមកាប់ប្រព្រឹត្តមកវាសម្រាប់ឲ្យអញ្ចឹងមកដូចគ្នាតែអញ្ចឹងមនុស្សដល់ទៅសុំបានអញ្ចឹងមានអីទៅទៀតមានអីទៅហត់ទៅទៀតហើយភាពអស្ចារ្យដែលកើតឡើងពីដើមកាប់ប្រព្រឹត្តនៃក្រុមមាតុវតីហ្នឹងមានស្ដេចចក្រកើតឡើងហើយព្រះពុទ្ធព្រះអង្គបដិស្ថានក្នុងលោកទៀតព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីកម្ពស់ព្រះអង្គ84ហត្ថប្រគិតយើងឥឡូវ44ម៉ែត្រអត់ហ្នឹង88ហត្ថឬទៅ44ម៉ែត្រខ្ពស់ព្រះអង្គណាបើយើងគិតម៉ែត្រយើងឥឡូវ44ម៉ែត្រហើយគ្រាន់តែពន្លឺដែលចេញពីវរកាយព្រះអង្គណាភ្លឺច្បាស់ទាំងយប់ទាំងថ្ងៃមនុស្សលែងដឹងយប់លែងដឹងថ្ងៃហើយពេលនោះពេលណាក៏ភ្លឺដែរមិនបាច់ប្រើអំពូលម៉ែត្របាច់ពេជ្រជាងគូមិនទេអញ្ចឹងធ្វើម៉េចដឹងយប់ដឹងថ្ងៃមើលតែផ្កាទេបើផ្ការីកទៅព្រលឹមហើយផ្កាក្តោបទៅអានឹងថ្ងៃលិចហើយដឹងអញ្ចឹងមើលតែសត្វយំទៅបើសត្វកជ្រាវពេលព្រឹកហ្នឹងសត្វហើរចេញទៅនំហ្នឹងពេលថ្ងៃហើយបើសត្វហើរចូលទៅនំវិញហ្នឹងពេលយប់ហើយសម្គាល់អញ្ចឹងទេព្រោះសត្វហ្នឹងវាមានញៀនដឹងជាងយើងពេលខ្លះដូចយើងចាប់អំពូលម៉ែត្រឲ្យមន់ល្ងាវអញ្ចឹងណាមន់អត់ល្ងាវទេតែតតែព្រះអាទិត្យក្រហមឯកើតឯនេះល្ងាវកើមិនបាច់ណាប្រកបលោកទាំងឡាយមិនជឿសាកចាប់អំពូលម៉ែត្រដាក់ក្នុងមន់បើមន់ណាល្ងាវអត់ខ្ចីល្ងាវទេអញ្ចឹងហេតុអស្ចារ្យរបស់សត្វពេលខ្លះគាត់បើជាងមនុស្សអញ្ចឹងកងមន់ឲ្យស្បែកមនុស្សពីណាគាត់បើជាងពីណាគាត់បើជាងកងមន់ឲ្យស្បែកមនុស្សយើងណាមើលពីណាឆ្លើយមួយម៉ាត់យើងយកគ្រាប់សូវទៅឆូតពងមន់មើលឆូតមិនបាច់ទេយកមកឆូតសាច់មនុស្សមកបំឈាមហ្នឹងយកឡាមទៅឆូតដាក់ពងមន់ហ្នឹងមិនដាច់ទេមនុស្សគាត់ទៅប៉ះមកមិនដាច់មុខវាខំពងមន់មិនធ្លុះទេខំមនុស្សយើងគាត់ទៅចុចយល់ហ្នឹងទោះបាត់ពេលខ្លះយើងមិនតែគាត់បើជាងពងមន់អីទេបែបមនុស្សយើងគាត់បើជាងសត្វដែលចេះការពារចេះគិតចេះខុសទៅត្រូវតាបើអត់ចេះគិតទេចាញ់សត្វហើយហ្នឹងហើយយើងចាញ់សត្វច្រើនណាស់ពេលខ្លះនោះណាទង្វើដែលយើងធ្វើសត្វសំណោខំតែអ្នកដែលអត់ស្គាល់ទេព្រោះតែអ្នកដែលអត់ស្គាល់ទេប៉ុន្តែមនុស្សបៀតបៀនតែអ្នកដែលស្គាល់គ្នានឹងទៅមកតែអញ្ចឹងនឹងចាញ់សត្វសំណោរឿងច្រើនណាយើងចាញ់សត្វហ្នឹងណាដូចថាសត្វអត់ចេះយកកូនទៅផ្ញើម៉ែឪឲ្យមើលទេយើងចេះយកកូនទៅផ្ញើម៉ែឪចាញ់សត្វដែរហ្នឹងហ្នឹងណាមើលមេមន់អីកូនវា5 10 2 10ហើយបើក្រុងតែមេហ្នឹងមិនខ្ចីបាច់ទៅរកប្តីចិញ្ចឹមទៀតចិញ្ចឹមតែខ្លួនឯងយើងបានទេញ៉ៅប្តីមិនអស់ចិត្តទេមើលតែលួងឈ្នះយកទៅដាក់យាយទៅណែចាញ់យើងចាញ់ច្រើនរឿងកុំថាគាត់បើហ្នឹងថ្មិញឆ្កែមិនដែរណាដុសបងសយើងទៅអត់ដុសតែ10ថ្ងៃស្អាតមើលចាញ់ច្រើនណាមិនអញ្ចឹងមិនបានតែមនុស្សក្រំបើតែទៀងសត្វត្រង់អីត្រង់មានវិចារណញ្ញាណស្គាល់ខុសស្គាល់ត្រូវស្គាល់ល្អស្គាល់អាក្រក់ដឹងទោសគុណបុណ្យបាបតែប៉ុណ្្នឹងទេប៉ុន្តែបើសិនតែលែងស្គាល់ទោសគុណបុណ្យបាបអីហើយអានឹងអត់គាត់បើជាងសត្វទេចឹងណែសត្វណាអ្នកណាដែលចិញ្ចឹមសត្វឆ្កែខ្លះឃើញតែមួយហ្នឹងចិញ្ចឹមអូយតែ2 3 4ចឹងតែឆ្កែណាឲ្យបាយវាមួយឆ្នាំវាសន្មត់ថាយើងជាម្ចាស់ហើយថ្ងៃណាយើងខឹងអីទាត់វាមួយជើងអីពីរជើងអីចឹងទៅជាផ្ទិចផ្ដាសាវាទៅវារត់ទៅដល់ទៅយើងបាត់ខឹងទៅហៅមកទៅបកបតុយមួយលិតឲ្យលិតជើងវិញទេមនុស្សណាចិញ្ចឹមគេមួយឆ្នាំណាមិនមួយឆ្នាំទេចិញ្ចឹម10ឆ្នាំក៏ដោយជាមួយម៉ាត់ទាត់មួយជើងហៅមកវិញចាហ្នឹងណាជួមជួលគំនុំប៉ុណ្ណឹងផ្លាញយើងមកគ្រួសារវិញក៏មានដែរជឿសាកមើលយើងចាញ់សត្វច្រើនរឿងណាយ៉ាងណាកុំថាគ្រាន់បើហើយយើងជាមនុស្សរៀនចិត្តឲ្យត្រជាក់ណាលោកហ្នឹងហើយរៀនចិត្តឲ្យត្រជាក់ក
កុំឲ្យក្តៅទៅវាអត់អីទេបើពេលខ្លះទៅវាតឹងទ្រូងខ្លួនឯងហ្នឹងណាអត់មានអីទេអញ្ចឹងចេះតែវែងឆ្ងាយទៅមេឃវាចេះតិច